ពីបងប្អូនខ្ញុំដាំត្រប់ស្រួយដែលខ្ញុំដាំមាន2ពណ៌មួយពណ៌ស្វាយមួយពណ៌ខៀវតែកំពុងកាន់ហ្នឹងគឺពណ៌ស្វាយផ្លែវាច្រើនណាស់ម្ដងហ្នឹងខ្លះផ្លែជាចង្កោមខ្លះផ្លែរាយខ្ញុំកាត់ទម្លាក់ដាក់កូនចង្អេរពីក្រោមត្រង់កាត់ទម្លាក់ដាក់តែម្ដងព្រោះពិបាកកាន់ដូច្នេះហើយគឺឃើញខ្ញុំធ្វើអញ្ចឹងគឺកាត់ទម្លាក់ដាក់កូនចង្អេរតូចហ្នឹងមកដល់នោះផ្លែគ្រាន់ច្រើនដែរផ្លែហើយជា20ផ្លែដែរទៅហ្នឹងខ្ញុំកាត់ហើយថាបំរុងនឹងលាងទឹកឲ្យស្អាតដើម្បីទុកធ្វើម្ហូបមានជាផ្អកឬក៏ប្រហុកអីជាលក់អីយើងមានត្រប់របស់យើងឲ្យស្រេចជាប្រភេទត្រប់ស្រួយគឺខ្ញុំអត់ទាន់ដឹងថាវាស្រួយយ៉ាងណាទេព្រោះមិនទាន់បានញ៉ាំការដាំនេះជាការដាំលើកដំបូងនៃការដាំត្រប់ស្រួយហើយចាដាំនៅតាមហ្នឹងគឺខ្ញុំដាំបានត្រប់6ដើមត្រប់5 3ដើមត្រប់ស្រួយ2ដើមត្រប់ស្រួយ3ដើមត្រប់ស្រួយ3ដើមហ្នឹងមានមួយដើមពណ៌ស្វាយដែលខ្ញុំកំពុងកាត់ហ្នឹងហើយ2ដើមទៀតពណ៌រាងខៀវកាត់ចុះកាត់ឡើងក៏បានច្រើនដែរបាន20ផ្លែអីដែរយើងក៏នឹងយកទៅទុកទៅលាងទុកឲ្យក្នុងទូដើម្បីនឹងចង់ធ្វើម្ហូបយើងមានស្រេចហើយយើងចង់ធ្វើម្ហូបអីអាចជាចំហុយប្រហុកឬក៏ចំហុយផ្អកអាចញ៉ាំជាមួយត្រប់ស្រួយបានឆ្ងាញ់ណាស់បងប្អូនត្រប់ស្រួយជាមួយប្រហុកជាមួយផ្អកហ្នឹងគឺឆ្ងាញ់មែនតើហើយជាពិសេសត្រប់យើងដាំធម្មជាតិដូច្នេះហើយបើអាចកាត់ភ្លាមដូច្នេះហើយដាក់ក្នុងទូទឹកកកទៀតវារត់តែស្រួយឆ្ងាញ់តែម្ដងដីយើងអាចឆ្លៀតដាំបានទោះតែដីតូចក៏ដោយអីក៏ដោយយើងដាំទៅឲ្យតែអាចត្រូវពន្លឺថ្ងៃខ្លះគឺបានផលហើយបងប្អូនកុំឲ្យតែដាំហើយអត់មានត្រូវពន្លឺថ្ងៃហ្នឹងពិបាកមានលទ្ធផលឲ្យយើងណាលទ្ធផលវាមានតែវាតិចវាអត់ដូចយើងដាំកណ្ដាលហាថ្ងៃចែអញ្ចឹងបានវាបន្លែវាទទួលសំយោគពីកម្មរស្មីព្រះអាទិត្យមកធ្វើឲ្យដើមវាលូតលាស់ល្អហើយក៏មានផ្លែច្រើនគ្រប់គ្រាន់ឲ្យយើងទទួលទានដាំចឹងខ្ញុំចង់និយាយថានៅទីណាក៏អាចដាំបានដែរមិនថាតែនៅស្រុកខ្មែរសូម្បីតែនៅស្រុកអាមេរិកក៏យើងអាចដាំបានដែរឲ្យតែយើងចង់ដាំហើយតែមានដីបន្តិចបន្តួចយើងអាចឆ្លៀតដាំបានមិនចាំបាច់ដីធំទេយើងដាំដំណាំតាមប្រភេទសាច់ដីយើងដែលមានប៉ុណ្ណាយើងដាំតាមហ្នឹងហើយនេះកាត់បានហើយបងប្អូនមកប៉ុណ្ណឹងឯងនេះបានមួយចង្កោមហើយក្រៅពីហ្នឹងរាយហើយបន្តិចទៀតខ្ញុំនឹងយកទៅលាងទឹកទុកចាអរគុណ